ព្រះជាម្ចាស់នឹងរៀបចំផ្លូវមួយលោកម៉ូសេនិងរាជរបស់ព្រះជាម្ចាស់បានភៀសខ្លួនចេញពីស្រុកអេស៊ីបទៅវាលរហោស្ថានពួកគេពុំស្គាល់ផ្លូវទេប៉ុន្តែទ្រង់ស្គាល់ផ្លូវហើយព្រះអង្គនៅបង្ហាញផ្លូវដល់ពួកគេព្រះជាម្ចាស់បានសន្យាដល់ពួកគេថាយើងនឹងនាំឯងទៅកាន់ទីលំនៅថ្មីមួយគឺជាផែនដីដ៏វិសេសយើងនឹងថែរក្សាពួកឯងយើងនឹងនៅជាមួយឯងព្រះជាម្ចាស់បានបញ្ជូនដុំពពកធំមួយឲ្យពួកគេដើរតាមជាបង្គោលមួយដែលលូតឡើងទៅលើមេឃវារំកិលនៅមុខពួកគេពេលដែលគេដើរវាធ្វើជាម្លប់បាំងកម្ដៅដល់ពួកគេជារៀងរាល់ថ្ងៃហើយដល់ពេលឈប់សម្រាកវាក៏ឈប់ដែរទោះបីជានៅទីវាលនាពេលយប់ត្រជាក់ក៏វាបញ្ចេញកម្ដៅឲ្យពួកគេបានកក់ក្ដៅដោយជះពន្លឺដូចជាភ្លើងនៅពេលយប់ដល់ពួកគេបានផងដែរព្រះជាម្ចាស់បាននាំផ្លូវរាសទ្រង់ទៅតាមទីវាលទៅដល់មាត់សមុទ្រដ៏ធំធេងពួកគេងឿងឆ្ងល់ថាតើត្រូវឆ្លងសមុទ្រនោះដោយរបៀបណារំពេចនោះពួកគេបានឮសូររន្ទះបាញ់មួយដ៏គួរឲ្យភ័យខ្លាចនិងស្នូរសំឡេងលាន់រណ្ដំហាក់ដូចជាសំឡេងក្រចកជើងសេះពួកគេបានយកដៃបាំងភ្នែកសម្លឹងមើលទៅក្រោយហើយក៏ស្រែកជាខ្លាំងពីព្រោះស្ដេចផារ៉ោននិងកងទ័ពកំពុងដេញតាមចាប់ពួកគេស្ដេចផារ៉ោនបានប្តូរចិត្តម្ដងទៀតហើយស្រែកទាំងភ្លាត់សំឡេងនិងដេញតាមរាជរបស់ព្រះជាម្ចាស់ទៅក្នុងទីវាលហើយនិយាយថាយកទាសករបម្រើដាច់ថ្លៃរបស់យើងមកវិញស្ដេចផារ៉ោនបានដេញតាមពួកគេដោយប្រើប្រាស់កងទ័ពសេះដ៏លឿនបំផុតដែលមានចំនួន600នាក់និងគ្រប់ប្រទេសចម្បាំងទាំងអស់របស់ស្រុកអេស៊ីបផងតើរាជរបស់ព្រះជាម្ចាស់ត្រូវធ្វើយ៉ាងណានៅខាងមុខរបស់ពួកគេគឺជាសមុទ្រដ៏ធំធេងសមុទ្រធំយ៉ាងនេះគ្មានផ្លូវវាងអាចនឹងដើរបានទេក៏គ្មានផ្លូវណាចុះទៅតាមទឹកបានដែរពីព្រោះទឹកជ្រៅណាស់ហើយពួកគេគ្មានទូកដើម្បីនឹងឆ្លងទៅត្រើយម្ខាងទៀតឡើយពួកគេមិនអាចហែលឆ្លងបានទេពីព្រោះឆ្ងាយពេកហើយពួកគេអាចនឹងលង់ទឹកស្លាប់បានពួកគេក៏មិនអាចបែរក្រោយបានដែរពីព្រោះស្ដេចផារ៉ោនកំពុងតែដេញតាមពួកគេអាចមើលឃើញពន្លឺដាវចាំងផ្លេកតាមពន្លឺព្រះអាទិត្យដែលកំពុងតែក្តៅហែងព្រមជាមួយនឹងធូលីដីហុយបែកផ្សែងហើយនឹងរទេះចម្បាំងដ៏គួរឲ្យខ្លាចកំពុងតែដេញសម្ដៅមករកពួកគេដូច្នេះពួកគេសល់តែការមួយគត់គឺភ័យតក់ស្លុតរកគិតអ្វីមិនចេញពួកគេស្រែកឡើងយ៉ាងគ្រលួចថាយើងនឹងត្រូវស្លាប់ហើយតែលោកម៉ូសេបានប្រាប់ពួកគេថាកុំឲ្យខ្លាចឡើយពួកគេបានស្រែកឡើងថាប៉ុន្តែយើងរាល់គ្នាមិនអាចធ្វើអ្វីបានទេលោកម៉ូសេឆ្លើយថាព្រះជាម្ចាស់បានដឹងថាពួកគេមិនអាចនឹងធ្វើអ្វីបានទេព្រះជាម្ចាស់នឹងបើកផ្លូវឲ្យឯងដូច្នេះត្រូវទុកចិត្តលើព្រះជាម្ចាស់ហើយចាំមើលចុះពួកគេស្រែកឡើងថាប៉ុន្តែគ្មានផ្លូវចេញទេលោកម៉ូសេឆ្លើយថាព្រះជាម្ចាស់នឹងបើកផ្លូវឲ្យនៅសល់តែបន្តិចទៀតអ្វីនឹងត្រូវខ្ទេចអស់ហើយប៉ុន្តែពេលនោះមានការចម្លែកបំផុតមួយបានកើតឡើងព្រះជាម្ចាស់បានរំកិលសសរផ្សែងនោះវាក៏បានរំកិលទៅនៅពីក្រោយរាជរបស់ទ្រង់ហើយបំបាំងពួកគេពីពួកអេស៊ីបរួចព្រះជាម្ចាស់បានបញ្ជូនខ្យល់មានកម្លាំងខ្លាំងពីទិសខាងកើតបក់ពេញមួយយប់ខ្យល់បានបក់ទឹកសមុទ្រដ៏ធំធេងនោះគឺវាបានបក់ទឹកទៅខាងឆ្វេងហើយនឹងទៅខាងស្ដាំបក់រហូតដល់បង្កើតជាជញ្ជាំងទឹកពីរដ៏ខ្ពស់សន្លឹមហើយនៅចំកណ្ដាលទឹកនោះមានស្នាមផ្លូវភក់បានបើកឡើងហើយរាជរបស់ព្រះជាម្ចាស់ក៏បានដើរឆ្លងលើដីគោកនោះនៅពេលដែលពួកអេស៊ីបព្យាយាមតាមពួកគេនោះជញ្ជាំងនៃទឹកបានធ្លាក់ចុះមកវិញគ្របដណ្ដប់លេបគេបាត់អស់ទៅរាជរបស់ព្រះជាម្ចាស់បានរួចខ្លួនពួកគេបានរាំសើចសប្បាយហើយច្រៀងអរព្រះគុណដល់ព្រះជាម្ចាស់ពីព្រោះនៅពេលដែលគ្មានផ្លូវចេញសោះព្រះជាម្ចាស់បានបើកផ្លូវឲ្យជាច្រើនឆ្នាំក្រោយមកព្រះជាម្ចាស់នឹងបើកច្រកផ្លូវឲ្យម្ដងទៀតនៅពេលដែលគ្មានផ្លូវចេញសោះចាប់តាំងពីដើមដំបូងមកកូនរបស់ព្រះជាម្ចាស់បានរត់ចេញពីទ្រង់ហើយលាក់ខ្លួនព្រះជាម្ចាស់បានជ្រាបថា
កូនរបស់ទ្រង់មិនអាចមានសេចក្តីសុខសាន្តដោយគ្មានទ្រង់បានទេប៉ុន្តែពួកគេមិនអាចត្រឡប់មករកទ្រង់វិញបានដោយខ្លួនឯងនោះទេពួកគេបានវង្វេងពួកគេមិនអាចស្គាល់ផ្លូវត្រឡប់ទៅវិញបានឡើយប៉ុន្តែព្រះជាម្ចាស់បានស្គាល់ផ្លូវហើយនៅថ្ងៃមួយព្រះអង្គនឹងបង្ហាញផ្លូវដល់ពួកគេ